កាលណាបើយើងបានសិក្សាពធហើយពុទ្ធបរិស័ទបងប្អូនកូនចៅចឹងវាអត់មានរឿងដតីពីក្រៅមកគៀបសង្កត់ចិត្តរបស់យើងទេវានៅលើកិលេសក្នុងចិត្តដែលនៅមិនតាន់បានលះហ្នឹងដូច្នេះត្រូវតែអប់រំចិត្តឲ្យសប្បាយមកក្នុងទានសិលភាវនាកាលណាបើចិត្តនឹងសប្បាយហើយចាំចុះនេះហើយគឺជាកូនសោដែលដោះស្រាយនៅគ្រប់បញ្ហាទាំងអស់បើយើងមិនបានអប់រំចិត្តឲ្យសប្បាយយើងវាមិនអាចលះបង់អាបំណងប្រាថ្នាអាវត្ថុបំណងដែលយើងត្រូវការនោះវានៅតែត្រូវការចង់បាននឹងឯងចឹងនឹងឯងហើយបើយើងអប់រំចិត្តឲ្យមកសប្បាយជាមួយគុណពុទ្ធទៀតហើយទៅរួនណាទៅឲ្យមកបរិសុទ្ធឲ្យមកមានគុណដូចជាពុទ្ធអង្គនោះអាដែលយើងត្រូវការអ្នកដតីហ្នឹងទាំងមានកិលេសរាគៈទោសៈមោហៈនឹងឯងមួម៉ៅក្តៅកាហាយទៅកាចទៅអាក្រក់ទៅអបាយមុខទៅមិនស្មោះត្រង់ទៅបោះបង់យើងចោលទៅទៀតទៅនឹងឯងហើយមើលមនុស្សមានកិលេសអញ្ចឹងអីចេះតែស្រឡាញ់ចេះតែទៀមទាហើយចុះត្រង់ពុទ្ធអង្គនេះជាបបីតានេះមានគុណដ៏ក្រៃលែងមនុស្សទេវតារាប់លានរាប់កោតយកព្រះអង្គជាបីតាយកព្រះអង្គជាគ្រូហើយយើងប្រៀបផ្ទឹមគ្នាបានដែរមនុស្សដែលយើងត្រូវការហើយនឹងពុទ្ធដែលយើងចោលព្រះអង្គឯមើលចោលសុខចិត្តចោលពុទ្ធសុខចិត្តស្លាប់ខ្លួនណាបើមិនស្លាប់ខ្លួនក៏សុខចិត្តបៀមបៅសេចក្តីទុក្ខក្នុងចិត្តសន្តានហ្នឹងដើម្បីមនុស្សដែលមានកិលេសផងគ្នាហ្នឹងគួរតែលែងគាត់ឲ្យមានសេរីភាពទៅនឹងឯងហ្នឹងលើកឧទាហរណ៍រឿងអីទៀតក៏ដូចគ្នាការប្រែប្រួលការបាត់បង់អីគួរតែព្រមឲ្យបាត់ទៅគួរឲ្យតែសាបសូន្យជាធម្មតាតាមសង្ខារធម៌ដែលមិនទៀងហើយយកការមិនទៀងហ្នឹងជាអារម្មណ៍នៃអនិច្ចសញ្ញាមកជាប្រកម្មដ្ឋានវិញទៅហើយយើងនៅជាមួយពុទ្ធនៅជាមួយពធនៅជាមួយព្រះសង្ឃដោយសេចក្តីស្ងប់ស្ងាត់ទៅតែកាលណាចិត្តនឹងឯងស្ងប់ស្ងាត់ទៅវារីករាយទៅគឺថាដោះស្រាយគ្រប់រឿងទាំងអស់មិនបានដោះស្រាយបានគ្រប់រឿងថាមកពីយើងអត់ត្រូវការអ្វីទាំងអស់នោះអ្វីផ្សេងនោះចាំបាច់ត្រូវការអីទៀតបើយើងជាសក្យៈបុត្រសក្យៈធីតាហើយហ្នឹងហ្នឹងឯងអាហ្នឹងឯងដែលដោះស្រាយបានគ្រប់រឿងមកពីយើងត្រូវការតាទៅទូចទៅទេទៀមទាមិនបានដូចចិត្តទៅវាយទៅតបទៅព្យាបាទបៀតបៀនណាណីអីសពគ្រប់ទាំងអស់ហ្នឹងសន្សំរឿងដាក់ខ្លួនអាហ្នឹងឯងចឹងបាបកម្មពីវេរាដូច្នេះផ្លូវដើម្បីយើងដោះស្រាយជាផ្លូវរស់ណាមិនមែនផ្លូវស្លាប់ទេចឹងនឹងឯងបរោះវិញអាចមានផ្លូវចូលមកកាន់ភ្នោះបានដែរតានឹងឯងហើយជាផ្លូវល្អនឹងឯងហើយស្ត្រីវិញក៏អាចថាបួសជាដូនជីអីចឹងទៅអីកុំខ្លាចគេថាបួសជាដូនជីសិទ្ធិនារីខូចចិត្តនឹងឯងឲ្យគេថាទៅព្រោះយើងខូចចិត្តមែនប៉ុន្តែយើងរកផ្លូវដើម្បីដោះស្រាយអាការខូចចិត្តនឹងឯងហ្នឹងយើងរកផ្លូវត្រូវទៅអៀនទៅខ្មាស់អីហើយទោះជាយើងមិនខូចចិត្តរឿងអីដោយសទ្ធារបស់យើងពិតប្រកបក៏ប៉ុន្តែយើងដោះស្រាយសេចក្តីទុក្ខក្នុងជីវិតរបស់យើងព្រោះសត្វលោកកើតមកសុទ្ធតែមានទុក្ខយើងរកផ្លូវដើម្បីឲ្យរួចផុតចាកទុក្ខដូច្នេះកុំទៅអៀនអន់អីរឿងគេថាឲ្យខូចប្រយោជន៍ខ្លួនឯងយើងរកផ្លូវត្រូវផ្លូវរស់ហើយចុះបើយើងទៅបៀតបៀនគេចឹងទៅមានពីវេរាហើយទៅនៅក្នុងគុកអីចឹងទៅមើលអីនៅក្នុងគុកហើយនឹងនៅក្នុងសំណាក់បរិបត្តិបួសជាដូនជីអីប្រៀបធិមគ្នាមើលហ្នឹងឯង